ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងគ្នាថ្ងៃនេះសុខជឿនដល់ត្រីសម័យខ្ញុំមកធ្វើវីដេអូបាទសប្បាយៗបន្តិចបន្តួចខ្លះៗនៅក្នុងកម្មវិធីបាទវត្តគិនស្វាយក្នុងដែលធ្វើជាកម្មវិធីអង្គធនធានថ្ងៃទី11និង12បាទក៏ប៉ុន្តែថ្ងៃនេះថ្ងៃ10ហើយខ្ញុំបាទទៅតែធ្វើវីដេអូដោយសារលពលដែរបាទក៏មិនអីទេគាត់ថាធ្វើវីដេអូមើលលេងកំសាន្តសប្បាយខ្លះៗអ្នកអំបានមកអញ្ចឹងបាទគ្រាន់តែដល់ខ្លងទ្វារបាទវត្តគិនស្វាយក្នុងភ្លាមបាទឃើញស្រាប់ហើយបាទតាំងពីរបស់ញ៉ាំបាទនិងរបស់លេងរបស់បាទក្មេងៗកុមារាកុមារីបាទឃើញស្រាប់ហើយបងប្អូនអរគ្នាឃើញគាត់ចូលខ្លងទ្វារបឹបបាទរបស់លេងពងមួយបាត់ហើយណាឃើញហើយរបស់ញ៉ាំហ្នឹងគឺអមសងខាងផ្លូវតែម្ដងបាទខ្ញុំជិះរៀងវែងតិចហើយដោយសារមើលទស្សនវិជ្ជាបាទគួយសប្បាយបាទវេលាអាត្មានេះគឺម៉ោងដែលខ្ញុំថតនេះគឺម៉ោង5កន្លះបាទម៉ោង35អញ្ចឹង5:45អញ្ចឹងណាបាទនៅភ្លឺបថតទៅឃើញជាជនខ្លះបងប្អូនទៅមកអ្នកខ្លះបន្តបានមកដល់ទេកំពុងតែចេញធ្វើការដល់ផ្ទះមួយទឹកបាទធ្វើម្ហូបអីចឹងណាឲ្យកូនញ៉ាំបាយបន្ទាប់មកគាត់នឹងយកកូនរបស់គាត់ក្រុមគ្រួសាររបស់គាត់មកដើរលេងនិងទស្សនាសប្បាយនៅក្នុងបរិវេណវត្តគិនស្វាយក្នុងរបស់យើងបាទរបស់ញ៉ាំឃើញហ្នឹងណោះទាំងតូបទាំងតង់នោះគ្រប់បែបគ្រប់យ៉ាងតែម្ដងបាទមានពោតស្ងោរមីឆាលតឆាបាទចង្រិតបំពងបាទអូយើងរបស់ញ៉ាំវិញជាពិសេសហ្នឹងបាទស្អីខាងមជូរត្រូវហើយអត់ខ្វះទេបាទសងខាងផ្លូវតែម្ដងហើយកម្មវិធីសប្បាយរបស់យើងនេះក៏ដោតទៅលើបាទច្រើនបាទសប្បាយរបស់កុមារាកុមារីក្មេងៗបាទគប់បេប៉ោងគប់អីទៅហើយជាពិសេសហ្នឹងជប់11នេះបាទយប់11គឺយើងមានកម្មវិធីបាទសម្ដែងល្ខោនរបស់បាទនីដូងដែលមកពីខេត្តកំពង់ចាមអញ្ចឹងទេបាទពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ថ្ងៃទី11បាទយប់11ថ្ងៃសៅរ៍អាចមកទស្សនាបាទល្ខោនទាំងអស់គ្នាបាទថ្ងៃសៅរ៍បាទបរិវេណនេះអាចអង្គុយទស្សនាបានយ៉ាងធំទូលាយតែម្ដងអូខេវីដេអូមានប៉ុណ្្នឹងទេអរគុណច្រើនបាយបាយអូច្រឡំបាយភ្លេចបន្ថែមមួយទៀតកុំភ្លេចមើលល្ខោនចំណងចប់ស្អែកឡើងថ្ងៃទី12មកទស្សនាទូទាំងអស់គ្នាណានៅវេលាម៉ោង1រសៀលតទៅបាទអញ្ចឹងទេពុកម៉ែបងប្អូនបាទបន្ទាប់ពីមើលល្ខោនយប់11ហើយថ្ងៃស្អែក12បាទញ៉ាំបាយថ្ងៃត្រង់រួចម៉ោង1រសៀលសូមអញ្ជើញមកទស្សនាទូទាំងអស់គ្នាបាទតាមព័ត៌មានខ្ញុំដឹងបាទគឺថា60ទូក៏ច្រើនមែនតើបាទឆ្នាំនេះបាទអញ្ចឹងទេមកសូមអញ្ជើញទស្សនាទូវេលាម៉ោង1រសៀលតទៅរហូតដល់ល្ងាចបន្ទាប់ពីកម្មវិធីអមទូកចប់ទៅរួចបាទគឺយើងនឹងបន្ថែមកម្មវិធីសប្បាយទៀតបាទគឺជាកម្មវិធីរងកំសាន្តសប្បាយในលក្ខណៈប្រពៃណីខ្មែរបាទជាមួយនឹងបាទតន្ត្រីអកដងបាទប្រជុំមិត្តជាច្រើនបាទលេងសប្បាយរំវងសារវ័នឡាំលាវកន្ទ្រឹមបាទញាក់រហូតដល់យប់អាត្រៀនទៅបាទជាថ្ងៃអាទិត្យចុងសប្តាហ៍អញ្ចឹងអរគុណច្រើនណាកុំភ្លេចចូលរួមសប្បាយថ្ងៃ11 12នៅវត្តគិនស្វាយក្នុងទាំងអស់គ្នាអរគុណច្រើនបាយបាយ